តល់តែមានញៀនបានឃើញវត្តទុកបានឃើញតម្លៃនៃពុទ្ធពធព្រះសង្ឃចឹងហើយមនុស្សក្នុងលោកហ្នឹងវាអត់បានឃើញវត្តទុកអត់ដឹងវត្តសង្សារអីផងដឹងតែមួយជាតិហ្នឹងអត់តែមានព្រះប្រាក់ហ្នឹងទៅបានហើយចាំបាច់ពុទ្ធពធព្រះសង្ឃអីវាមិនដឹងថារួពុទ្ធពធព្រះសង្ឃធ្វើអីមកអំពីមិនបានឃើញទុកទោសនៃវត្តដាក់ហ្នឹងវាអត់ដឹងសោះដឹងតែស្លាប់ទៅប៉ះសិនបើជាតិមុខមានមែនអីចេះចោលទៅវាអត់ច្បាស់ហ្នឹងហ្នឹងឯងដល់អញ្ចឹងទៅវាមានសេចក្តីប្រមាទនៅក្នុងរឿងវត្តដាក់ហើយអត់ឃើញតម្លៃនៃពុទ្ធទេការធ្វើទានដល់សាមណៈត្រៀមដល់ព្រះភិក្ខុសង្ឃហ្នឹងតេខិណៃបុគ្គលនៅក្នុងពុទ្ធសាសនាយើងគឺព្រះសង្ឃហ្នឹងឯងចឹងបញ្ញាញ់ជេបរិសោកិយរាទេណੰបណបណੰតមេឆន្ទាំងកិយរាថសុខោបញ្ញសោចយោបបរស្ត្រីធ្វើបុណ្យត្រូវធ្វើឲ្យរឿយកាលដែលធ្វើបុណ្យនោះហើយត្រូវធ្វើដោយពេញចិត្តទៀតដល់ឲ្យពេញចិត្តនឹងបុណ្យនឹងទៀតសុខោបញ្ញសោចយោប្រការសំបុណ្យនាំមកនៅសេចក្តីសុខក្តីប្រាថ្នារបស់មនុស្សទាំងឡាយមានសេចក្តីប្រាថ្នា4មុខថាជាទីពេញចិត្តទី1គឺថាមនុស្សប្រាថ្នាឲ្យមានភោគៈទ្រព្យសម្បត្តិបានមកដោយធัวប្រកបដោយធัวហើយបានមកដោយល្អអត់មានដូចថាទៅបៀតបៀនដណ្ដើមអីគេបានមកហើយសម្គាល់ថាខ្លួនឯងគ្រាន់បើខ្លាំងប្រកែឆ្លាតអីអត់ទេការដែលទៅដណ្ដើមគេរឹបអូសបោកប្រាស់អីគេហ្នឹងវាហីណាធម្មាទេជាធัวថោកទេអញ្ចឹងបានយើងប្រាថ្នាឲ្យបានទ្រព្យសម្បត្តិប្រកបដោយធัวហ្នឹងមួយទី2ឲ្យមានកិត្តិយសគេឈ្មោះក្នុងក្រុមគ្រួសារហ្នឹងកុំឲ្យវាមានគេអាស្រូវរឿងថោកទាបរឿងប្រព្រឹត្តគួរកប់បីអីរស់នៅដោយសមាជីវោអត់ឃ្លានមានក្ររបរត្រឹមត្រូវជួញដូរក្នុងផ្លូវនៃសប្បុរសផ្លូវលោកផ្លូវធัวកុំឲ្យមានតោះផ្លូវល្អឥតខ្ចោះមេអង្គ8ហ្នឹងគឺត្រូវការកិត្តិយសរស់នៅនឹងឯងទី2ហ្នឹងហើយទី3ដល់បានហើយបានទ្រព្យសម្បត្តិហើយបានកិត្តិយសហើយត្រូវការអាយុវែងទៀតដើម្បីរស់នៅមើលកូនមើលចៅអីតាមនឹងអញ្ចឹងទៅដល់អញ្ចឹងទី4ហ្នឹងក្រោយពីស្លាប់ទៅឲ្យបានសុគតិភពរួចពីអបាយភូមិហ្នឹងព្រះអង្គម្ដែង4មុខហ្នឹងប៉ុន្តែមានហេតុសម្បទាដែលនាំឲ្យបាននៅអ្វីដែលជាទីប្រាថ្នាជាទីពេញចិត្ត4មុខហ្នឹងវាត្រូវមានសម្បទា4គឺសទ្ធាសម្បទាសីលសម្បទាចាគៈសម្បទាបញ្ញាសម្បទាមានសទ្ធាមានសិលមានចាគៈបញ្ញា